កំណត់របស់ខ្ញុំគូដំបូងគឺមកអញ្ចឹងហើយអានេះចេញពីអញ្ចេះទៅប៉ុន្តែជាចុងក្រោយមកគឺខ្ញុំឃើញថាវាបាំងញ៉ៃពេកខ្ញុំលុបអាហ្នឹងចោលអញ្ចឹងរបៀបដែលខ្ញុំធ្វើ align ហ្នឹងគឺខ្ញុំគូអានេះហើយបន្តមកទៀតគឺខ្ញុំយក pen tool មកហើយខ្ញុំគូវាតាមហ្នឹងទៅអាហ្នឹងរបៀបដែលខ្ញុំគូប៉ុន្តែខ្ញុំប្រើនេះ curvature tool វាស្រួលជាងអញ្ចឹងមកហើយទៅវិញអញ្ចឹងទៅអាហ្នឹងរបៀបដែលខ្ញុំធ្វើខ្ញុំបន្តមកទៀតគឺយើងមកដល់ line ទី1អញ្ចឹង line នេះគឺខ្ញុំប្រើ curvature tool មិញហ្នឹងគូប៉ុន្តែសម្រាប់អាក្រហមខាងក្នុងនេះគឺខ្ញុំគូវានៅក្នុង Atlas ដោយសារតែក្នុងហ្នឹងគឺខ្ញុំចង់ឲ្យវាទូចធំអីទៅតាមខ្ញុំចង់បានអញ្ចឹងណាអញ្ចឹងខ្ញុំប្រើ Atlas ហើយរបៀបដែលខ្ញុំធ្វើហ្នឹងគឺខ្ញុំគ្រាន់តែ screenshot ប៉ុណ្ណឹងមកនេះទំហំប្រឡោះប៉ុណ្ណឹងមកបន្តមកទៀតគឺខ្ញុំចូលទៅក្នុង Atlas ហើយខ្ញុំ paste វាមកចឹងអានេះគឺខ្ញុំនឹងបរិចឲ្យវាប៉ុនទំហំហ្នឹងទៅយើងមិនចាំបាច់ត្រូវហ្មងក៏បានដែរហើយបន្តមកទៀតគឺខ្ញុំដាក់វាពីក្រោយយ៉ាងមកហើយអីដែលខ្ញុំធ្វើគឺខ្ញុំយក curvature tool ដដែលហើយគូវាចំកណ្ដាលចឹងមកហើយកាច់កោងអីចឹងទៅបន្តមកទៀតគឺយើងនឹងបាន line មួយហើយយើងសេរីវាឲ្យចំកណ្ដាលនេះមកខ្ញុំដកអានេះចេញសិនយើងសេរីវាឲ្យត្រូវស្អាតចឹងមកណាបន្ទាប់ពីត្រូវហើយគឺយើងនឹងប្រើ whip tool ហើយខ្ញុំ select កន្លែងណាដែលខ្ញុំចង់ឲ្យវាទូចគឺខ្ញុំ select ចឹងមកហើយកន្លែងនេះខ្ញុំចង់ឲ្យវាធំខ្ញុំ select វាធំចឹងមកហើយទូចធំអីចឹងទៅតាមទៅចិត្តយើងទៅយើងដាក់ឲ្យចំ point វាហើយយើង select វាចឹងណាចឹងអាហ្នឹងគឺរបៀបដែលខ្ញុំធ្វើក្នុងហ្នឹងហើយបន្ទាប់ពីយើងធ្វើហើយគឺយើងនឹងបានអានេះមកហើយបន្តមកទៀតគឺខ្ញុំគ្រាន់តែទាញវាចូលនៅក្នុង Photoshop ចឹងមកហើយដាក់វាចំទៅហើយ